លុះដល់ថ្ងៃឯក្រោយវិញទៀតនោះធនញ្ជ័យនឹងទៅតាមមហាសេដ្ឋីកាលមហាសេដ្ឋីឡើងជិះសេះបរចេញទៅធនញ្ជ័យក៏រត់តាមក្រោយសេះជ្រុះអស់ប្រអប់ស្លាអំពីក្នុងថង់ស្រេះនោះនៅតែថាស្លាហើយនឹងថង់ស្រេះទទេលុះទៅដល់សាលាមហាសេដ្ឋីចុះអំពីលើក្នុងសេះហើយឡើងលើសាលាជួបជុំអង្គុយនឹងអស់នាម៉ឺនធំតូចហើយហៅទៅថាអាច័យយកថាស្លាមកឲ្យអញស៊ីឯធនញ្ជ័យយកថាស្លាជូនមហាសេដ្ឋីហើយថយមកអង្គុយនៅទីមួយដ៏សំគួរនឹងខ្លួនឯងមហាសេដ្ឋីទទួលថាស្លាមកហើយក៏មើលទៅឃើញតែថាទទេគ្មានគេមិនហ៊ានស្ដីថាអ្វីឡើយលុះដល់ពេលត្រឡប់មកផ្ទះវិញហើយហៅថាអាច័យអាមកណែឯធនញ្ជ័យឮមហាសេដ្ឋីហៅដូច្នោះហើយក៏ដើរចូលទៅមហាសេដ្ឋីក៏សួរថាអាច័យឯងដូចជាធ្លាក់ប្រអប់អស់មិនរើសឡើងវិញធនញ្ជ័យជំរាបថាខ្ញុំខ្លាចដើរមិនតាន់តាមលោកតាបាងជាខ្ញុំមិនហ៊ានឈប់រើសត្បិតលោកតាផ្ដាំឲ្យខ្ញុំតាមឲ្យតាន់សេះលោកតានោះឯងឯមហាសេដ្ឋីស្ដីប្រាប់ថាបើទៅលើកក្រោយជ្រុះរបស់អ្វីឲ្យរើសកំខានបើមិនបានរើសអញវាយឯងធនញ្ជ័យស្ដាប់ឮសម្ដីផ្ដាំដូច្នោះហើយក៏ចាំទុកលុះដល់ព្រឹកឡើងនឹងទិគល់ស្ដាច់ហើយឡើងជីសេះហើយធនញ្ជ័យកាន់ថាស្លាដើរតាមក្រោយសេះដែលមហាសេដ្ឋីជិះនោះឯងឯសេះនោះវាជុះអាត់ធនញ្ជ័យក៏រើអាចសេះនោះដាក់ក្នុងថាស្លានោះទាល់តែពេញហើយដើរតាមក្រោយទៅមហាសេដ្ឋីជីកសេះទៅដល់មុនរកមើលធនញ្ជ័យបាត់លុះដល់ធនញ្ជ័យដើរទៅដល់ក៏សួរថាឯងមកឲ្យអាននឹងសួរមើលឯងថ្វាយកដៅមិនឲ្យតាន់អានទើបធនញ្ជ័យជំរាបថាបានជាខ្ញុំដើរមិនតាន់លោកតានោះត្បិតខ្ញុំបាទឈប់រើអាចសេះវាច្រើនណាស់ត្បិតប្រសាសន៍លោកតាផ្ដាំថាបើរបស់អ្វីវាជ្រុះឲ្យខ្ញុំបាទឈប់រើហេតុដូច្នេះបានជាយូរទើបមហាសេដ្ឋីថាឯងឲ្យថាស្លាមកអញធនញ្ជ័យឲ្យថាស្លាមកមហាសេដ្ឋីមើលឃើញអាចនៅក្នុងថង់ស្រេះនោះក៏អៀនគ្នាអស់នាម៉ឺនដែលអង្គុយនៅសាលាជាមួយគ្នាមហាសេដ្ឋីមិនស្ដីថាអ្វីឡើយហើយក៏ចុះអំពីសាលាឡើងសេះបរទៅផ្ទះវិញឯធនញ្ជ័យក៏យកថាស្លាមកហើយក៏ដើរទៅតាមមហាសេដ្ឋីលុះដល់ទៅមហាសេដ្ឋីហៅថាអាច័យអញកុំដើរតាមអញទៅគាល់ស្ដេចឡើយឯងសមតែនៅចាំចំការវិញទៅសមនឹងមុខងារឯងឯមហាសេដ្ឋីស្ដីប្រាប់ថាតាំងតែពីថ្ងៃនេះទៅឯងទៅចាំចំការតែសពថ្ងៃទៅឯធនញ្ជ័យស្ដាប់ហើយក៏ឆ្លើយថាបាទហើយក៏ដើរទៅចាំចំការនោះដោយមហាសេដ្ឋីប្រែដូច្នោះឯងឯអស់ដំណាំនៅក្នុងចំការនោះសត្វគោក្របីវាស៊ីអស់ធនញ្ជ័យនឹងមានដេញកទៅនេលុះដល់មហាសេដ្ឋីដើរទៅមើលចំការនោះក៏មិនឃើញមានដំណាំអ្វីឡើយឃើញតែគោក្របីវាស៊ីអស់ហើយហៅថាអាច័យអាមកនេះអញនឹងសួរឯងមើលឯងឯធនញ្ជ័យស្ដាប់ហើយក៏ដើរចូលទៅហើយក៏សំពាសក្រាបនៅមុខមហាសេដ្ឋីនៅស្ងៀមចាំស្ដាប់មហាសេដ្ឋីនឹងថាដូចម្ដេចមហាសេដ្ឋីសួរថាអាច័យឯដើរទៅឯណាក៏មិនដេញគោក្របីវាស៊ីដំណាំអស់ទើបធនញ្ជ័យជំរាបថាបាងជាខ្ញុំបាទពុំដេញគោក្របីវាស៊ីដំណាំនោះត្បិតខ្ញុំបាទឈប់រើអាចសេះវាធ្លាក់ច្រើនណាស់ត្បិតប្រសាសន៍លោកតាផ្ដាំថាបើរបស់អ្វីវាជ្រុះឲ្យខ្ញុំបាទឈប់រើហេតុដូច្នេះបានជាយូរទើបមហាសេដ្ឋីថាឯងឲ្យថាស្លាមកអញធនញ្ជ័យឲ្យថាស្លាមកមហាសេដ្ឋីមើលឃើញអាចនៅក្នុងថង់ស្រេះនោះក៏អៀនគ្នាអស់នាម៉ឺនដែលអង្គុយនៅសាលាជាមួយគ្នាមហាសេដ្ឋីមិនស្ដីថាអ្វីឡើយហើយក៏ចុះអំពីសាលាឡើងសេះបរទៅផ្ទះវិញឯធនញ្ជ័យក៏យកថាស្លាមកហើយក៏ដើរទៅតាមមហាសេដ្ឋីលុះដល់ទៅមហាសេដ្ឋីហៅថាអាច័យឯងកុំដើរតាមអញទៅគាល់ស្ដេចឯងសមតែនៅចាំចំការវិញទើបសមនឹងមុខងារឯងឯមហាសេដ្ឋីស្ដីប្រាប់ថាតាំងតែពីថ្ងៃនេះទៅឯងទៅចាំចំការតែសពធៀងទៅឯធនញ្ជ័យស្ដាប់ហើយក៏ឆ្លើយថាបាទហើយក៏ដើរទៅចាំចំការនោះដោយមហាសេដ្ឋីប្រាដូច្នោះឯង
ai ở đầm nam nơi khung chầm cá nú sát côกระใบ វា ស៊ី អស់ ធនិនជ័យ នឹង មាន ដេញ លោក ដល់ មហាសេដ្ឋី ដើរ ទៅ មើល ចំការ នោះ ក៏ មិន ឃើញ មាន ដំណាំ អ្វី ឡើយ ឃើញ តែ គោ ក្របី វា ស៊ី អស់ ហើយ ថា អាជ័យ អើយ អាមក នេះ អញ នឹង សួរ អាឯង មើល អាឯង ធនិនជ័យ ស្ដាប់ ហើយ ក៏ ដើរ ចូល ទើ ហើយ ក៏ សំពះ ក្រាប នៅ មុខ មហាសេដ្ឋី នៅ ស្ងៀម ចាំ ស្ដាប់ មហាសេដ្ឋី នឹង ថា ដោយ ម្ដេច មហាសេដ្ឋី សួរ ថា អាជ័យ ឯ ដើរ ទៅ ឯណា ក៏ មិន ដេញ គោ ក្របី វា ស៊ី ដំណាំ អស់ ទើប ធនិនជ័យ ជំរាប ថា បាន ជា ខៀង បាទ ពុំ ដេញ គោ ក្របី វា ស៊ី ដំណាំ នោះ ត្បិត ខៀង បាទ មិន ផ្ដាំ ឲ្យ ដេញ គោ ក្របី លោក តា ផ្ដាំ តែ ឲ្យ ខៀង បាទ មើល តែ ចំការ ឥឡូវ នេះ ចំការ វា នៅ ទេ នឹង មាន បាត់ ទេ ឯ មហាសេដ្ឋី ស្ដាប់ ហើយ ក៏ ស្ងៀម ហើយ គិត ថា អាជ័យ នេះ ហៅ ពេញ ជា កាច ណាស់ បើ ដូច្នេះ តើ នឹង ប្រែ ការ អ្វី បាន ទើប មហាសេដ្ឋី គិត ថា មាន តែ ប្រើ វា ឲ្យ ខ្វៀល គោ វិញ ទើប មហាសេដ្ឋី ហៅ ថា អាជ័យ អាមក នេះ ធនិនជ័យ ឮ ហៅ ដូច្នោះ ហើយ ក៏ ឆ្លើយ ថា បាទ ហើយ ដើរ ចូល ទៅ ដល់ ហើយ អង្គុយ នៅ ស្ងៀម ឯ មហាសេដ្ឋី ប្រាប់ ថា អាជ័យ ទៅ ខ្វៀល គោ សពៗ ថ្ងៃ កុំ ឲ្យ ខាន ធនិនជ័យ ស្ដាប់ ហើយ ក៏ ជំរាប មហាសេដ្ឋី ថា ត្បិត ខ្លួន ខ្ញុំ បាទ ឥត មាន ប្រពន្ធ ឥឡូវ នេះ លោកតា ឲ្យ ទៅ ខ្វៀល គោ នោះ ខ្ញុំ បាទ អរ ហើយ នឹង បាន ប្រពន្ធ ច្រើន ខ្ញុំ បាទ ជំរាប ថា គោ ញី ទាំង អស់ ដែល មាន ប៉ុន្មាន នៅ ក្នុង រោង នេះ ឈ្មោះ តែ គោ ញី ខ្ញុំ បាទ យក ធ្វើ ជា ប្រពន្ធ ទាំង អស់ ធនិនជ័យ ជំរាប មហាសេដ្ឋី រួច ហើយ ក៏ លា តាម សពៗ ថ្ងៃ ហើយ បើ មាន គោ ឈ្មោល ឯណា វា មក ពាក់ គោ ញី នោះ ធនិនជ័យ ក៏ ចាប់ ថា គោ ឈ្មោល នោះ វា លួច ប្រពន្ធ ខ្លួន ហើយ ចង ទុក ជា ច្រើន ណាស់ ម្ចាស់ គោ ឈ្មោល គេ មក សុំ យក ធនិនជ័យ មិន ឲ្យ ហើយ ប្រាប់ ថា គោ អ្នក អញ លួច ប្រពន្ធ អញ បើ ចង់ បាន មាន តែ យក ប្រាក់ មក ឲ្យ អញ ទើប អញ បើក ឲ្យ យក ទៅ វិញ បើ មិន យក ប្រាក់ មក ឲ្យ អញ មិន បើក វា ទេ ឯ ម្ចាស់ គោ នោះ កាយ បាន ឮ ធនិនជ័យ ថា ដូច្នោះ ហើយ ក៏ វិល ទៅ ជម្រាប លោក មហាសេដ្ឋី ថា សូម ជម្រាប លោក មហាសេដ្ឋី បាន ជ្រាប ត្បិត លោក ឲ្យ ធនិនជ័យ ខ្វៀល គោ នោះ វា ចាប់ គោ ឈ្មោល យើង ខ្ញុំ រាល់ គ្នា អស់ គោ 20 ឬ 30 វា ថា គោ នេះ ទៅ លួច ប្រពន្ធ វា ហើយ វា ថា គោ ញី ទាំង អស់ នោះ ឯង លោក មហាសេដ្ឋី ឲ្យ ជា ប្រពន្ធ វា បើ ដូច្នេះ ខ្ញុំ បាទ ទាំង អស់ គ្នា ពុំ សុខចិត្ត នឹង ធនិនជ័យ ធ្វើ មិន ត្រឹមត្រូវ សូម ឲ្យ លោក យក គោ ឲ្យ ខ្ញុំ បាទ វិញ ឯ មហាសេដ្ឋី ស្ដាប់ ហើយ ក៏ គិត ថា អញ ប្រើ អាជ័យ នេះ នឹង កើត ទោស ច្រើន ទៅ ទៀត ហើយ ប្រើ មនុស្ស ម្នាក់ ថា អាឯង ទៅ ហៅ អាជ័យ ហើយ យក ទាំង គោ ដែល វា ចាប់ នោះ មក ផង បម្រើ នោះ ស្ដាប់ ហើយ ក៏ ដើរ ទៅ ហៅ ធនិនជ័យ ដូច ပွែក មហាសេដ្ឋី ប្រើ នោះ ឯង ទៅ ដល់ ហើយ ប្រាប់ ថា ចៅ ជ័យ ឥឡូវ នេះ លោក មហាសេដ្ឋី ប្រើ អញ មក ហៅ ចៅ ជ័យ ហើយ ឲ្យ យក ទាំង គោ ដែល ចាប់ របស់ គេ នោះ ទៅ ផង ធនិនជ័យ ស្ដាប់ ហើយ ក៏ ឆ្លើយ ថា បើ ដូច្នោះ អញ ជួយ ដឹក គោ ឲ្យ អញ ផង ហើយ ក៏ ដឹក គោ នោះ យក ទៅ ដល់ មហាសេដ្ឋី ឯ បម្រើ ទៅ ជម្រាប ថា ចៅ ជ័យ មក ដល់ ហើយ យក ទាំង គោ នោះ មក ផង មហាសេដ្ឋី សួរ ថា អាជ័យ ឯ ដូចម្ដេច ក៏ បាន ជា ដល់ ទៅ ចាប់ គោ គេ ហើយ ថា លួច ប្រពន្ធ អាឯង ឯ ធនិនជ័យ ជំរាប ថា ខ្ញុំ បាទ បាន ជំរាប សុំ យក គោ ញី នោះ ឯង ជា ប្រពន្ធ ខ្ញុំ បាទ ឥឡូវ នេះ គោ ឈ្មោល ទាំង អស់ នេះ ឯង វា ដេញ ចង់ ប្រពន្ធ របស់ ខ្ញុំ បាទ បាន ជា ខ្ញុំ បាទ ចាប់ ចង ទុក នឹង យក មក ដឹង លោកតា បើ លោកតា មេ ប្រាសាទ ដូចម្ដេច ក៏ ខ្ញុំ បាទ ព្រម មិន ហ៊ាន ទទឹង ឡើយ ឯ មហាសេដ្ឋី ស្ដាប់ ធនិនជ័យ ជំរាប ដូច្នោះ ហើយ ទើប ប្រាប់ ថា អាឯង ឲ្យ គោ របស់ គេ ទៅ ផ្ទាល់ ម្ចាស់ គេ វិញ ហើយ ខ្លួន អាឯង កុំ ទៅ ខ្វៀល គោ ទៀត ឡើយ វា ពង្កើត ទោស ច្រើន ណាស់ អាឯង បាន តែ ប្រើ ក្នុង ផ្ទះ វិញ ទើប ជា ឯ ធនិនជ័យ ក៏ ខាន ពុំ បាន ទៅ ខ្វៀល គោ អំពី ថ្ងៃ នោះ ឯង មហាសេដ្ឋី ក៏ ប្រើ ធនិនជ័យ ឲ្យ ធ្វើ ការ ក្នុង ផ្ទះ សព្វៗ ថ្ងៃ ទៅ